បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជារបៀបនៃការបង្កើតគណនី user ការបង្កើតបង់ប្រព័ន្ធភាគទានថ្មីសម្រាប់បអស web page ហ្នឹងគឺទីមួយយើងចូលទៅខាងច្រមមកបាទអញ្ចឹងយើង search ពាក្យenterprise.nas.gov ហ្នឹងមកវានឹង load ផ្ទាំងដូចនេះហើយអញ្ចឹងទីមួយយើងចូលបើសិនជាបងប្អូនបង្កើតចុះឈ្មោះបង្កើតគណនីយើងចូលចុចពាក្យចុះឈ្មោះមកបាទអញ្ចឹងទីមួយនេះគឺសារអេឡិចត្រូនិកគឺជាអ៊ីមែលរបស់បងប្អូនអញ្ចឹងអ៊ីមែលមួយណាក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ bb f បាទអញ្ចឹងកន្លងបន្ទាប់នេះគឺជាលេខអត្តញ្ញាណប័ណ្ណអញ្ចឹងយើងបញ្ចូលលេខអត្តញ្ញាណប័ណ្ណបងប្អូនណាបាទអញ្ចឹងនេះគឺជាថ្ងៃខែការបច្ឆេទបង្កើតអត្តញ្ញាណប័ណ្ណខខែ02 2015អូខេអញ្ចឹងបងប្អូនជួយមកអានេះវាលោតទៅមកបន្តហើយអញ្ចឹងវាគិតរយៈពេលជាក់ស្ដែងផុតសុពលភាពណាអញ្ចឹងត្រង់ចំណុចបន្ទាប់នេះគឺកូដនាមនិងនាមខ្មែរអញ្ចឹងបងប្អូនបញ្ចូលអក្សរខ្មែរមកឈ្មោះបងប្អូនមកជាក់ស្ដែងឧទាហរណ៍ច័ន្ទនាមមេសាអូខេបាទអញ្ចឹងត្រង់ចំណុចឡាតាំងនេះដូចគ្នាកូដនាមនិងនាមអញ្ចឹងកូដនាមឧទាហរណ៍ច័ន្ទបាទតមកទៀតនាមដូចគ្នាអូខេអញ្ចឹងបន្តមកទៀតគឺត្រង់ភេទអញ្ចឹងបើបងប្អូនភេទស្រីដាក់ស្រីទៅប្រុសដាក់ប្រុសជាក់ស្ដែងមកអូខេអញ្ចឹងនេះត្រង់ខែឆ្នាំកណ្ដាលអញ្ចឹងបងប្អូនបញ្ចូលថ្ងៃខែឆ្នាំកណ្ដាលជាក់ស្ដែងនៅលើអត្តញ្ញាណប័ណ្ណអញ្ចឹងឧទាហរណ៍នេះខែ2 2000អូខេអញ្ចឹងត្រង់ចំណុចបន្ទាប់គឺយើងត្រូវបញ្ចូលលេខទូរស័ព្ទអត់បានទេ015នេះគ្រាន់តែជាការឧទាហរណ៍បាទត្រង់មកដល់ចំណុចនេះគឺជាការបង្កើតលេខសម្ងាត់អញ្ចឹងគឺសំខាន់ទី1លេខសម្ងាត់របស់បងប្អូនត្រូវមានអក្សរធំអក្សរតូចនិមិត្តសញ្ញានិងលេខទៅប្រព័ន្ធវាចាប់ឲ្យអញ្ចឹងខ្ញុំឧទាហរណ៍បាទអញ្ចឹងត្រង់បន្ទាប់នេះគឺដូចគ្នាយើងត្រូវចូលឲ្យត្រឹមត្រូវដូចគ្នាមកបញ្ជាក់ម្ដងទៀតលេខសម្ងាត់ដែលបងប្អូនដាក់ហ្នឹងគឺត្រឹមត្រូវដូចគ្នាបាទចុះ load ចេះជាស្រ័យចាំតិចសារវាជាប់ចុះខ្ញុំឧទាហរណ៍បាទអញ្ចឹងលេខយើងបញ្ជាក់ម្ដងទៀតមកបាទអញ្ចឹងបើយើងបញ្ជាក់លេខសម្ងាត់របស់យើងត្រឹមត្រូវគឺវាលោតពណ៌ធម្មតាបើសិនជាខុសគឺប្រព័ន្ធវាចាប់អូតូម៉ាទិកឲ្យលោតសញ្ញាក្រហមអញ្ចឹងត្រង់ចំណុចបន្ទាប់គឺបញ្ចូលអត្តញ្ញាណប័ណ្ណអញ្ចឹងយើងត្រូវមានអត្តញ្ញាណប័ណ្ណបងប្អូនអាច share មកបងប្អូនចុចបញ្ចូលចេញមកអញ្ចឹងបន្តមកទៀតយើងត្រូវទៅរកអត្តញ្ញាណប័ណ្ណរបស់យើងខ្ញុំឧទាហរណ៍បាទអញ្ចឹងពេលរួចបញ្ចូលហើយបងប្អូនអាចចុចកន្លែងបើកភ្នែកនេះដើម្បីបញ្ជាក់ថាការattach ឯកសារផងយើងគឺត្រឹមត្រូវអត់អញ្ចឹងខ្ញុំឧទាហរណ៍បាទនេះអញ្ចឹងបន្តមកទៀតចុងក្រោយគឺបងប្អូនចុចចុះឈ្មោះអញ្ចឹងចុចឈ្មោះគឺអូខេតាមហ្នឹងហើយអញ្ចឹងខ្ញុំអត់បញ្ជូនទេកុំឲ្យជាប់អញ្ចឹងមានចង្អុលផ្សេងទៀតដែលបងប្អូនអាចមិនច្បាស់ឬក៏អីបងប្អូនអាច comment នៅខាងក្រោមបានអូខេសូមអរគុណ